ខ្ញុំបានសម្ងួតហើយយកវាមកកាន់តែកាលនោះម៉ាស៊ីនចិត្តខូចហើយអញ្ចឹងកាន់អត់មកល្អឯងនៅដុំហ្នឹងខ្ញីប្រហែលជាកន្លះគីឡូបានប៉ុណ្ណឹងដោយសារកាលនោះគឺខ្ញីកាលនោះគឺវាខ្ចីមកហឹកដែរខ្ញីសបោតែវាខ្ចីតែកាលនោះសបោក៏1គីឡូ16000ទៅ20000ដែរកាលនោះចាហើយនេះវិញគឺជាម្សៅម្រុំស្លឹកម្រុំនឹងខ្ញុំយកស្លឹកម្រុំយើងទឹកស្អាតហើយយកទៅហាថ្ងៃចំនួន2ទៅ3ថ្ងៃឲ្យពេលមេឃបើកថ្ងៃខ្លាំងហើយយើងយកវាមកកិនឬក៏ក្លុកហើយបានមកប៉ុណ្ណឹងលបាយមកប៉ុណ្ណឹងយើងអាចយកប្រើការបានតាមតម្រូវការរបស់យើងចាតនេះយើងធ្វើខ្លះទៅហើយនេះគឺជាម្សៅពោតប្រាំងនឹងខ្ញុំដាំពោតប្រាំងបានខ្លះក៏បេះវាសន្សំបន្តិចទៅដើម្បីយកទៅសម្ងួតហើយយកទៅកិនជាម្សៅដើម្បីទុកជំនួយដល់កាពះពោះវៀនរបស់យើងឬក៏យើងយកទៅប្រើការផ្សេងបានម្សៅទាំងអស់ហ្នឹងគឺនឹងខ្ញុំផឹកជារៀងរាល់ព្រឹកចាយ៉ាងហោចណាស់មួយអាទិត្យបាន3ទៅ5ដងដែរចាបើសិនយើងរវល់ហើយនេះគឺជាម្សៅរមៀតក្បាលរមៀតមិនរមៀតទេគឺក្បាលទិញហើយយើងយកមកសម្ងួតហើយយើងយកវាទៅកិនឬក៏ក្លុកដូចគ្រឿងផ្សំផ្សេងទៀតដែរចាជំនួយច្រើនណាស់សុទ្ធតែធម្មជាតិហើយនេះវិញគឺជាពោតប្រាំងដែលនាងខ្ញុំដាំខ្លួនឯងហើយយកទៅសម្ងួតហើយយកមកចេញជារូបរាងแบบនឹងដែរអានេះទុកឆុងរបៀបតែក៏បានដែរតែយើងយកកាក់ចេញបានតែបើនេះវាមកអញ្ចឹងយើងអាចផឹកបានចូលទាំងអស់ត្មងតែនេះអត់ទេអញ្ចឹងសរុបមកវិញអានេះគឺជារបស់ធម្មជាតិដែលមានខ្លួនឯងទាំងអស់អត់តែខ្ញីនេះទេខ្ញីនេះគឺទិញមកពីផ្សារប៉ុន្តែទិញអ្នកដែលគេដាំដុះយើងស្គាល់ដែរអញ្ចឹងដឹងថាគេដាំដោយកសិករខ្មែរទេមិនមែនយកពីការនាំចូលឯងហើយផ្សេងទៀតដាំដុះខ្លួនឯងដល់ពេលអាល្មៀតនេះគឺទិញគេប៉ុន្តែទិញនៅតាមផ្ទះដែលយើងស្គាល់ដែរសុទ្ធតែជារបស់ធម្មជាតិបើសិនជាទិញគេលក់គឺរសជាតិខុសពីហ្នឹងប៉ុន្តែនៅពេលដែលនាងខ្ញុំប្រើអាហ្នឹងទៅគឺមិនថាស្បែកយើងឬក៏មុខយើងឯងមានអារម្មណ៍ថាភ្លឺថ្លាជាងរបស់ដែលទិញគេមានអារម្មណ៍ថាប្រើទៅចាញ់របស់យើងធ្វើខ្លួនឯងនេះយើងអត់បង្ហាញពេញទេប៉ុន្តែគ្រាន់ថាខ្ញុំប្រៀបធៀបប្រើប្រាស់របស់គេដាក់ចំនួន5មុខឬក៏3មុខទៅតាមហ្នឹងណាប៉ុន្តែគេជំនួយផ្នែកផ្សេងទៀតកាពះពោះវៀនប៉ុន្តែបើខ្ញុំផឹកអានេះទៅមិនថាមកជំនួយកាពះពោះវៀនទេសំបីតផ្ទៃមុខយើងឬក៏ស្បែកយើងក៏មានអារម្មណ៍ថាភ្លឺថ្លាជាងមុនស្រស់ថ្លាជាងមុនដែរអញ្ចឹងបើសិនជាបងប្អូនទំនេរទេឬក៏មានពេលធ្វើម្សៅម្រុំនេះក៏បានជំនួយច្រើនដែរម្សៅម្រុំគឺងាយស្រួលជាងគេបំផុតចា